បាទសួស្តីអ្នកគាំទ្របិសាចក្រហម Manchester United ទាំងអស់គ្នាបាទថ្ងៃនេះបាទមិញហ្នឹងបាទខ្ញុំរៀបនឹងគេហើយបណ្ដៃឃើញព័ត៌មានមួយបាទចេញលិខិតជាផ្លូវការបាទគឺខ្សែបម្រើការពារបាទកីឡាករ Casemiro បានប្រកាសហើយបាទគាត់នឹងចាក់ចេញពីបិសាចក្រហមបាទនៅចុងបញ្ចប់នៃរដូវកាល2025-2026នេះហើយបាទក្រោយរួមរស់ជាមួយនឹងបិសាចក្រហមបាទតាំងពីឆ្នាំ2022មកដល់ឥឡូវ2026បាទ4ឆ្នាំរបស់គាត់ហើយការពីផ្ទេរមកពី Real Madrid នោះក្នុងតម្លៃ70លានយូរ៉ូគាត់បានជួយបិសាចក្រហមច្រើនណាស់បាទគាត់គេហៅថាអ្នកជោគជ័យមកពី Real មកបិសាចក្រហមបើទោះជារៀងអាយុជ្រេបន្តិចមែនប៉ុន្តែស្នាដៃរបស់គាត់និងការខំប្រឹងប្រែងរបស់គាត់ចុងក្រោយបាទមុននឹងគាត់ចាក់ចេញនេះបាទគាត់ឈ្នះបានពាន2ដែរបាទពាន League Cup ឬក៏បងប្អូនស្គាល់ថាពាន EFL Cup និងពាន FA Cup បាទអត់មានអីក្រៅពីសោកស្ដាយនិងនឹករលឹកគាត់ទេបាទចុងក្រោយមានតែពាក្យជូនពរគាត់បាទ Casemiro ឲ្យជោគជ័យក្នុងវិស័យបាល់ទាត់បើទោះជាត្រូវចាក់ចេញទៅដល់បាទអារ៉ាប់ឬក៏ស្រុកកំណើតនៅប្រេស៊ីលក៏ដោយបាទអរគុណបាទជម្រាបលា